របៀបដោះលេខកូដទូរស័ព្ទ Oppo A36 ដែលយើងបានភ្លេចបាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំទទួលបាន Oppo មួយគ្រឿងទៀតហើយដែលបានភ្លេចលេខកូដបាទគឺ Oppo A36 ហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនយើងដែលប្រើទូរស័ព្ទ Oppo បានឃើញវីដេអូនេះហើយកុំភ្លេចជួយចុច like ចុច share បាទនិងចុច subscribe ម្នាក់មួយផងបងប្អូនណាអញ្ចឹងការដោះលេខកូដទូរស័ព្ទ Oppo សម្រាប់បងប្អូនយើងមួយចំនួនធំដែលធ្លាប់បានចូលមើលវីដេអូនៅក្នុង channel ខ្ញុំបងប្អូនប្រហែលជាចេះហើយហ្នឹងហើយរបៀបដោះគឺយើងដោះដូចគ្នាបងប្អូនបាទមិនថា Oppo A36 ឬក៏ Oppo model ណាទេបាទគឺយើងធ្វើតាមវិធីដូចគ្នាតែអ្វីដែលពិបាកនោះគឺរឿង Oppo ID ឬក៏ Google Account ព្រោះកាលណាយើងធ្វើការឈូសលេខកូដនេះគឺវាភាគច្រើនជាប់ Google Account បើមិនជាប់ Google Account ទេគឺជាប់ Oppo ID មិនមែនថាឲ្យតែឈូសលើកណាដឹងតែជាប់ទេសម្រាប់ Oppo ID នេះបងប្អូនបាទតោះតែយើងធ្វើការដាក់វាដែរទើបឈូសទៅបានវាជាប់ហើយសម្រាប់ Google Account វិញបងប្អូនបាទជួនកាលក៏យើងឈូសទៅវាមិនជាប់ដែរឧទាហរណ៍ថាGmail បងប្អូននៅក្នុង Play Store វាខូចអញ្ចឹងពេលដែលយើងធ្វើការឈូសទៅក៏វាដាច់ទៅទាំងអស់វាអត់មានជាប់អីទេឥឡូវកុំឲ្យខាតពេលយូរយើងមើលពីវិធីដោះស្រាយទាំងអស់គ្នាតែមុននឹងបងប្អូនដោះស្រាយខ្ញុំចង់ឲ្យបងប្អូនចុចចូលនៅត្រង់កន្លែង Emergency Call សិនបាទដើម្បីចូល check មើល version របស់វាបងប្អូនណាបាទយើងចុចផ្កាយទ្រង់ជ្រូកបាទលេខ8ហើយនឹងលេខ99បាទចុចសញ្ញាទ្រង់ជ្រូកមួយទៀតហ្នឹងហើយបងប្អូនចាំបន្តិចវានាំយើងចូលមកដល់កន្លែងនេះបងប្អូនចុចនៅលើពាក្យថា software version ហើយបងប្អូននឹងឃើញមានលេខ12នៅក្រោមពាក្យថា Android version ហ្នឹងហើយអញ្ចឹងសម្រាប់ទូរស័ព្ទនេះគឺមាន version 12បន្ទាប់ពីបានដឹង version ហើយចុចថយមកក្រោយវិញមកបាទថយឲ្យមកដល់ទំព័រដើមគេវិញហើយចុចបិទបាទបន្ទាប់ពីបានបិទរួចហើយបងប្អូនត្រូវចុចនៅលើប៊ូតុងបន្ថយសំឡេងបាទហើយដៃម្ខាងទៀតចុចនៅលើប៊ូតុង power ហ្នឹងហើយបងប្អូនសង្កត់ប៊ូតុងពីរហ្នឹងឲ្យជាប់ស្មើគ្នាបន្តិចមកបាទបងប្អូនរងចាំបន្តិចរហូតដល់ចេញ logo Oppo មកបងប្អូនដកដៃខាង power ចេញបាទហើយអាកន្លែងបន្ថយសំឡេងយើងសង្កត់ឲ្យជាប់កុំឲ្យដកបាទពេលចេញបែបនេះបងប្អូនដកដៃចេញហើយចុចនៅលើអក្សរអង់គ្លេសនេះមកហើយចុចលើពាក្យ formatមកដល់កន្លែងនេះបងប្អូននឹងឃើញមានលេខ4ខ្ទង់នៅត្រង់កន្លែងនេះបាទអញ្ចឹងនៅលើទូរស័ព្ទខ្ញុំមាន load លេខ7និង8 3ដើមហ្នឹងហើយសម្រាប់ទូរស័ព្ទបងប្អូនមាន load អីខ្លះចុចតាមហ្នឹងមកបាទហើយចុចលើពាក្យ format ពណ៌ក្រហមហើយរងចាំបន្តិចវាកំពុងតែធ្វើការជូតសម្អាតហ្នឹងហើយអញ្ចឹងសម្រាប់ទូរស័ព្ទបងប្អូនបាទជាទូរស័ព្ទ Oppo ឲ្យតែបងប្អូនភ្លេចលេខកូដបងប្អូនអាចធ្វើតាមវិធីនេះបានហ្នឹងហើយចុចលើពាក្យ OK មួយទៀតហ្នឹងហើយឥឡូវវា load ទៅវិញបាទហើយបន្តិចទៀតវាចេញមកវិញខ្លួនឯងបាទសម្រាប់បងប្អូនដែលជាប់លេខកូដបានភ្លេចលេខកូដដោះសោនៅលើទូរស័ព្ទ Oppo បងប្អូនអាចដោះស្រាយតាមវិធីនេះបានបាទហើយបើសិនជាមានជាប់នៅ Google Account ឬក៏ Oppo ID បងប្អូនអាចដោះស្រាយបានតាមរយៈ link វីដេអូដែលខ្ញុំបានដាក់នៅខាងក្រោមបាទនិយាយពីរឿងដោះ Google Account វិញបាទមានចាប់ពី version 9រហូតទៅដល់ version 15បាទអញ្ចឹងបងប្អូនបាទពេលដែលបងប្អូនជាប់លេខកូដបងប្អូនត្រូវឆែកមើលទូរស័ព្ទបងប្អូនឲ្យដឹងសិនថាទូរស័ព្ទបងប្អូនមាន version ប៉ុន្មានហើយពេលយើងដឹង version ទូរស័ព្ទយើងហើយបងប្អូនចូលទៅរកមើលវីដេអូដែលខ្ញុំបានដាក់នៅក្នុង description ហ្នឹងទៅបាទមានចាប់ពី version 9ដល់ version 15បងប្អូនចូលមើលតាមហ្នឹងទៅហើយខ្ញុំឃើញមានបងប្អូនខ្លះគាត់ចូលទៅមើលវីដេអូខ្ញុំ version ឧទាហរណ៍ថាវីដេអូខ្ញុំ version 13បាទហើយគាត់ធ្វើនៅលើទូរស័ព្ទគាត់ version 12បាទដល់ពេលគាត់ចូលទៅមើលធ្វើអញ្ចឹងទៅវាមានកន្លែងខ្លះ load មកអត់ដូចគ្នាបាទវាមានពាក្យនេះទៅហើយគាត់អត់មានបាទខ្ញុំមានពាក្យនោះគាត់អត់មានបាទអញ្ចឹងដោយសារតែបងប្អូនចូលទៅមើលខុស version ហ្នឹងហើយសម្រាប់ Google Account នេះគឺពិបាកត្រង់ថា version វាអត់ដូចគ្នាអញ្ចឹងយើងធ្វើក៏វិធីវាខុសគ្នាដែរបាទវាប្លែកពីគ្នាបន្តិចណាបងប្អូនឥឡូវយើងចាំមើលទាំងអស់គ្នាថាទូរស័ព្ទហ្នឹងមានជាប់ Google Account ឬក៏អត់បាទដូចជាអត់ទេបងប្អូនហ្នឹងហើយឥឡូវយើងធ្វើការដូរភាសាវាសិនមកបាទសិតតែចិនអត់ចេះមើលទេទូរស័ព្ទនេះចេញមកចិនបដ ாய் បាទឥឡូវយើងដូរភាសាអង់គ្លេសដើម្បីងាយស្រួលមើលបាទហើយយើងចុច next ហ្នឹងហើយបងប្អូនចុចតាមដៃខ្ញុំហ្នឹងមកដល់ហ្នឹងហើយបាទយើងចុចគ្រីសមួយហើយចុច next ទៀតទៅបាទចុច next តាមហ្នឹងទៅបងប្អូនបាទ next agree អញ្ចឹងទៅណាបងប្អូនបាទតាមដៃខ្ញុំអញ្ចឹងទៅបាទហើយ Wi-Fi នេះបើយើង skip បានយើង skip ចោលទៅបាទអញ្ចឹងមានន័យថាទូរស័ព្ទនេះវាអត់មាន Google Account ឬក៏ Oppo ID អីទេបងប្អូនបាទពេលដែលយើងឈូសទៅគឺវាដាច់ហ្មងបងប្អូនបាទអញ្ចឹងបានថាវាមិនមែនពេលដែលយើងឈូសទៅដឹងតែជាប់ទាំងអស់គ្នានោះទេបងប្អូនបាទហើយមកដល់ត្រង់កន្លែងនេះបងប្អូនក៏សំខាន់ដែរបាទបើសិនជាបងប្អូនគ្រីសយកខាងនេះបាទកន្លែងហ្នឹងគឺវាមានប៊ូតុងចុច3នៅខាងក្រោមនេះបងប្អូនបាទមានប៊ូតុង back ប៊ូតុងអីហ្នឹង
បាទយើងយកអាខាងនេះគឺអត់មានទេបងប្អូនបាទហើយរបៀបប្រើគេដូចប្រាប់នៅក្នុងខាងលើនឹងអញ្ចឹងបាទអូសឆ្វេងអូសស្ដាំអញ្ចឹងទៅហ្នឹងហើយទម្លាប់ខ្ញុំចូលចិត្តគ្រីយកអាខាងនេះបាទវាមានអាគី3នៅខាងក្រោមចុចងាយស្រួលហ្នឹងហើយយកអាខាងហ្នឹងហើយយើងចុច next បាទចុច next តាមហ្នឹងទៅបងប្អូនបាទតែប៉ុណ្ណឹងទៅគឺរួចរាល់ហើយបងប្អូនហ្នឹងហើយស៊ីផុយបងប្អូនបាទសម្រាប់ត្រឹមតែជាប់ Google account ឬក៏លេខកូដដោះសោនេះគឺយើងអាចធ្វើបានដោយខ្លួនឯងហ្នឹងហើយដូច្នេះក្នុងវីដេអូនេះគឺមានតែប៉ុណ្ណឹងទេបងប្អូនបាទហើយកុំភ្លេចបងប្អូនចុច like និងចុច share បាទក៏ដូចជា subscribe ម្នាក់មួយផងបាទដើម្បីផ្ដល់ជាកម្លាំងចិត្តក្នុងការធ្វើវីដេអូថ្មីៗជាបន្តទៀតបាទជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយ